ខ្មោចស្លាប់តៃហោងនៅតាមផ្លូវគេមិនឲ្យយកចូលផ្ទះទេលោកអ្នកកំពុងតាមដានស្ដាប់សំនៀងក្មេងវត្តជាបន្តទៅនេះសូមជូនរឿងគ្រោះកំមុតក្បាលយប់មួយនោះស្ថិតនៅក្នុងឆ្នាំ2000ស្ដៅម៉ោងប្រមាណជាមួយរំលងអត្រាពេលហ្នឹងយីម៉ៅគាត់កំពុងតែរៀបចំបិទកន្លែងរកស៊ីជាមួយនារីកូនចៅរបស់គាត់មានអាយុជាង40ឆ្នាំប៉ុណ្ណោះតែអ្នកភូមិចូលចិត្តហៅគាត់ថាយីម៉ៅផ្ទះគាត់មានបើកបម្រើសេវាខារ៉ាអូខេចំនួននោះវាមិនជាទំនើបអីដូចឥឡូវទេបន្ទប់សង់ពីឈើដំបូលសង្កសីតុបតែងភ្លើងពណ៌បន្តិចបន្តួចប៉ុណ្ណោះនឹងមានត្រឹមតែ2បន្ទប់តាំងនៅចំមុខផ្ទះតែម្ដងនៅសងខាងចង្អោរផ្លូវដើរជាប់មាត់ថ្នល់កៅស៊ូចំនួននោះសម្បូរពូលួចចេញពីផ្ទះមករកសេវាខាងក្រៅណាថ្ងៃខ្លះក៏ប្រពន្ធតាមតាន់ក៏មានយីម៉ៅក៏តែងតែចេញទៅដោះស្រាយឲ្យតែញយដោយឡែកនារីអ្នកបម្រើសេវានៅកន្លែងហ្នឹងស្រឡាញ់យីម៉ៅដូចម្ដាយចឹងក្រោយពីដល់ម៉ោងសម្រាករៀបចំកន្លែងហើយខ្លះក៏សុំទៅជួបសង្សារខ្លះក៏ដេកសម្រាកនៅក្នុងបន្ទប់ដែលជីម៉ៅគាត់សង់មួយល្វែងនៅចំហៀងផ្ទះថ្មរបស់គាត់ខាងឆ្វេងដៃបើមើលពីមុខទាំងស្រីបម្រើសេវាទាំងចុងភៅបុគ្គលិកផ្សេងក៏ស្នាក់នៅក្នុងបន្ទប់ជាប់គ្នានោះទាំងអស់ក្នុងយប់មួយហ្នឹងយីម៉ៅក៏ដើរចុះតាមផ្លូវនោះឯងគឺសំដៅទៅអណ្ដូងទឹកនៅខាងក្រោយផ្ទះខណៈដែលកាត់តាមមុខល្វែងបន្ទប់នឹងគាត់ក៏ឆ្លៀតងាកមើលវាមិនមានជាការត្រួតពិនិត្យអីទេគាត់គ្រាន់តែចង់ដឹងថាកូនចៅរបស់គាត់អ្នកណានៅខ្លះអ្នកណាចេញទៅក្រៅខ្លះមកដល់បន្ទប់ចុងក្រោយគេដំណាលពេលគ្នាទ្វារក៏របើកឡើងសំឡេងនារីអ្នកបម្រើសេវាម្នាក់ក៏បន្លឺឡើងនឹងដើរចេញមកថាម៉ែខ្ញុំដូចជាឈឺក្បាលណាស់ម៉ែថ្ងៃហ្នឹងភ្ញៀវឲ្យផឹកច្រើនពេកសុំថ្នាំមួយលេបមកម៉ែយីម៉ៅសម្លឹងទៅមើលអាការៈនេះមើលទៅដូចជាមិនស្រួលខ្លួនមែនមុខនៅម្សៅក្រែមសម្ពុតអាវក៏មិនទាន់បដូរចាំទេអញទៅរកមើលសិនមិនដឹងមានឬអត់ទេយីម៉ៅប្រាប់ហើយគាត់ក៏ដើរទៅស្រាយថងខ្មៅរបស់គាត់នៅលើផ្ទះកាន់ថ្នាំមកវិញមួយកញ្ចប់ដើរតម្រង់បន្ទប់ដដែលមកដល់មាត់ទ្វារគាត់យកដៃគោះទ្វារស្រែកហៅអ្នកនាងមុននេះម៉ារីអើយយ៉ាងម៉េចហើយកូនបន្ទាប់ពីឮសំឡេងគោះទ្វារម៉ារីក៏ងើបយឺតពីលើគ្រែយកដៃទប់ក្បាលដើរទៅបើកទ្វារយកថ្នាំយីម៉ៅគាត់កំពុងកកាយរកឲ្យថ្នាំគាត់នោះច្រើនមកពេករកឃើញហើយក៏ហុចទៅមិនទាន់បានងាកមើលមុខម៉ារីទេម៉ារីនាងឈោងដៃយកហើយដើរបកត្រឡប់ទៅលើគ្រែវិញប៉ុន្តែក្នុងខណៈនោះហើយខណៈដែលយីម៉ៅដើរចេញទៅវិញស្រាប់តែកន្ទុយភ្នែករបស់គាត់ឃើញម៉ារីឈរបែកខ្នងនៅខាងក្នុងតែបែកជាអត់ក្បាលយីម៉ៅក៏ថយមកវិញភ្លាមមើលម្ដងទៀតរហូតម៉ារីភ្ញាក់ផ្អើលនឹងសួរគាត់ថាយ៉ាងម៉េចម៉ែមានអីមែនគាត់ក្រវីក្បាលនៅក្នុងបន្ទប់ឃើញមានតែភ្លើងអំពូលកែវលឿងត្រែនិងផ្សែងបារីហុយមកពីបន្ទប់ជាប់គ្នាកាលនឹងយីម៉ៅគាត់គិតថាប្រហែលជាព្រិលភ្នែកហើយព្រោះហត់ពេញមួយថ្ងៃរួចក៏បន្តដើរតម្រង់អណ្ដូងជាប់នឹងរោងសង្កសីមួយទៀតនៅខាងក្រៅផ្ទះរំលងរោងនោះទៅដល់អណ្ដូងទឹកគាត់មិនមែនជាមនុស្សចេះខ្លាចខ្មោចអីទេតាំងពីដើមមកតែយប់នឹងគាត់ងូតទឹកផងគិតផងមិនឈប់អំពីរូបរាងម៉ារីនៅក្នុងបន្ទប់ជុំវិញខ្លួនក៏ងងឹតឲ្យឈឹងឮតែស្នូផ្លែគោជ្រុះមួយដឹបមកលើដី
យីម៉ៅក៏រៀងមានអារម្មណ៍ព្រឺស្រាវដែរមានអារម្មណ៍ដូចគេឈោសម្លឹងមកពីដប់ព្រៃចិត្តស្រះចិញ្ចឹមត្រីជាប់របងរំលងមកប្រមាណ1អាទិត្យក្រោយពីយប់ដែលយីម៉ៅឃើញម៉ារីគ្មានក្បាលនោះម៉ារីក៏ចាប់ផ្ដើមមានអាការៈប្លែកនាងឈឺក្បាលវិលមុខចង់ក្អួតរាល់ព្រឹកហើយស្លេកស្លាំងខុសពីធម្មតាយីម៉ៅឃើញដូច្នេះក៏មិនសូវទុកចិត្តក៏នាំនាងទៅគ្លីនិកមួយនៅឯស្រុកឆ្ងាយពីផ្ទះគាត់គួសមពេលទៅដល់គ្រូពេទ្យបានពិនិត្យហើយប្រាប់មកថាម៉ារីមានផ្ទៃពោះហើយដំណឹងនេះធ្វើឲ្យយីម៉ៅភ្ញាក់ផ្អើលខ្លាំងណាស់ហើយម៉ារីវិញក៏កាន់តែស្រឡាញ់កាងព្រោះនាងមិនដឹងថាឪពុករបស់ក្មេងក្នុងផ្ទៃនោះជានរណាទេនាងចេះតែប្រាប់យីម៉ៅថានាងមិនដឹងទេនាងចាំអីមិនបានទាំងអស់យីម៉ៅក៏មិនសូវជាបន្ទោសនាងប៉ុន្មានទេព្រោះដឹងថានារីដែលធ្វើការនៅកន្លែងគាត់រមែងជួបរឿងបែបនេះកិច្ចមិនផុតឡើយគាត់គ្រាន់តែដាស់តឿនឲ្យនាងប្រុងប្រយ័ត្ននិងថែទាំខ្លួនឲ្យបានល្អបន្តមក5ខែក្រោយម៉ារីក៏បន្តធ្វើការធម្មតាពោះនាងរៀងតូចពាក់អាវរលុងគ្មានអ្នកណាដឹងថានាងមានទម្ងន់ទេនៅល្ងាចនោះខណៈដែលនាងកំពុងដើរទៅជិតកន្លែងគេដាក់ទឹកកកដើម្បីយកទឹកមកផឹកស្រាប់តែរអិលជើងដួលកន្លែងដាក់ទឹកកកចំនួននោះគេសំជាទ្រង់ឈើមួយកម្ពស់ត្រឹមជង្គង់ហើយចាក់អង្កាមគប់ដុំទឹកកកធំដើម្បីកុំឲ្យវារលាយលឿនពេលម៉ារីដួលនឹងពោះរបស់នាងបានបុកទៅជាមួយនឹងជ្រុងឈើពេញមួយទំហឹងនាងក៏សន្លប់ភ្លាមនៅនឹងកន្លែងតែម្ដងហើយមិនយូរប៉ុន្មានក៏ឃើញមានឈាមហូរច្រោកឡើងក្រម៉ៅស្រោចមកលើភ្លៅរបស់នាងរួចក៏ហូរមកដល់ដីនារីមិត្តរួមការងារផ្សេងទៀតដែលឃើញហេតុការណ៍ក៏នាំគ្នារត់មកជួយស្រែកហៅយីម៉ៅគាត់ក៏ភ័យស្លន់ស្លោយ៉ាងខ្លាំងហើយបាននាំម៉ារីបញ្ជូនទៅមន្ទីរពេទ្យយ៉ាងប្រញាប់ពេលទៅដល់មន្ទីរពេទ្យគ្រូពេទ្យបានពិនិត្យម៉ារីហើយប្រាប់យីម៉ៅថាសំណាងណាស់ដែលមិនប៉ះចំកូនក្នុងពោះទាំងម្ដាយទាំងកូនមិនមានគ្រោះថ្នាក់ដល់ជីវិតទេគ្រូពេទ្យបានណែនាំម៉ារីឲ្យសម្រាប់ព្យាបាលនៅមន្ទីរពេទ្យ2-3ថ្ងៃសិនដើម្បីតាមដានអាការៈយីម៉ៅឮហើយក៏រៀងធូរចិត្តបន្តិចគាត់គិតក្នុងចិត្តថាតើនេះជាកម្មពៀរបស់ម៉ារីឬក៏ជាហេតុអ្វីផ្សេងគាត់ក៏នឹកឃើញភ្លាមដល់យប់មួយនោះយប់ដែលគាត់ឃើញម៉ារីក្មុតក្បាលមិនច្បាស់ថាវាគ្រាន់តែជាការព្រិលភ្នែកឬក៏ជាប្រផ្នូលនៃរឿងអាក្រក់ដែលកំពុងតែកើតឡើងក្នុងល្ងាចនោះហាងខារ៉ាអូខេរបស់យីម៉ៅមានសភាពស្ងាត់ជ្រងំមិនទាន់មានភ្ញៀវទេកូនចៅគ្រប់គ្នាក៏អង្គុយត្រៀបត្រានៅលើកៅអីជ័រខាងមុខផ្ទះយីម៉ៅឃើញដូច្នេះក៏អនុញ្ញាតឲ្យកូនចៅរបស់គាត់ទៅជួលកាសែតជួលឌីសរឿងមកចាក់មើលគាត់ក៏មើលដែរក្រុមស្រីរួមទាំងម៉ារីក៏បណ្ដាលគ្នាទៅការ៉ាសាំងមួយដែលមានទាំងលក់អីវ៉ាន់ចាប់ហួយប្រេងកាតប្រេងសាំងរួមនឹងដាក់ឌីសដាក់កាសែតរឿងចម្រៀងសម្រាប់ជួលផងដែរចម្ងាយប្រមាណជា200ម៉ែត្រពីផ្ទះយីម៉ៅហើយនៅក្បែរនោះរាប់ផ្លូវកៅស៊ូក៏មានតូបលក់បង្អែមនិងទឹករលកផ្លែឈើមកជួត្រាំចំណីចំណុកផ្សេងខណៈដែលក្រុមនារីដើរដល់តូបលក់ចំណីនឹងស្រាប់តែមីងអ្នកលក់ក៏បានងើបមុខឡើងធ្វើដូចជាភ្ញាក់ក្រញាដូចជាឃើញអ្វីមួយយ៉ាងហើយគាត់បែរទៅនិយាយជាមួយប្តីគាត់តិចថាគាត់ឃើញមនុស្សស្រីម្នាក់ក្នុងចំណោមពួកស្រីនឹងអ្នកដើរក្រោយគេគឺអត់មានក្បាលទេអ្នកលក់តូបផ្សេងនៅជាប់គ្នាលឺហើយក៏សម្លឹងមើលទៅក្រុមនារីនោះព្រមគ្នាពួកនាងកំពុងដើរជជែកគ្នាសាច់មិនដឹងខ្យល់អីទេប៉ុន្តែខណៈពេលដែលពួកនាងដើរត្រឡប់មកពីជួលរឿងវិញពេលនោះហើយដើរហួសតូបលក់នំចំណីតែបន្តិចហួសដល់ផ្លូវកែងស្រាប់តែមានសំឡេងផាំងនិងស្នូបហ្វ្រាំងឡានលាន់លឺចិត្តដល់មួយជំហៀងភូមិអ្នកលក់ដូរនិងអ្នកភូមិក្បែរនោះទម្លាក់ការងារចោលរត់រូទៅមើលឃើញឡានធំមួយគ្រឿងក្រឡាប់ស្ទើរតែផ្ងាជើងនៅគៀនផ្លូវគឺឡានដឹកគោផ្ទុះកង់
រេចង្កូតបុកចំស្រីស្រីទាំងនោះពេញមួយទំហឹងខ្លះរបួសស្រាលខ្លះរបួសធ្ងន់ស្រែកយំត្រហឹងពេញផ្លូវចំណែកឯសត្វគោលើឡានខ្លះក៏រត់ចេញខ្លះបាក់ជើងដេកធ្ងោមកកណ្ដាលថ្នល់មួយស្របក់ក្រោយយីម៉ៅក៏ជិះម៉ូតូមកដល់ជាមួយកូនចៅប្រុសនិងស្រីឯទៀតរួមទាំងអ្នកភូមិពូម៉ូតូដប់ក៏ជួយដឹកអ្នករបួសទៅពេទ្យតែក៏ស្រាប់តែបាត់មិនឃើញម៉ារីយីម៉ៅក៏ភ័យដែរអ្នកស្រុកនៅក្បែរនឹងគេក៏នាំគ្នាជួយតាមរកសូម្បីតែពូអ្នកជិះម៉ូតូដឹកជ្រូកក៏ចង់មកជួយរកដែរត្រង់ចំណុចផ្លូវហ្នឹងវាមានព្រែកមួយហូរកាត់ពីក្រោមយប់រៀងងងឹតដែរហើយគេនាំគ្នាកាន់ពិលឈួលរកតាមព្រៃអែបមាត់ទឹកនៅខាងក្រោមហ្នឹងឯឡានផ្ងាជើងនៅខាងលើថ្នល់តែរកយ៉ាងម៉េចក៏រកមិនឃើញបាត់ម៉ារីឈឹងតែម្ដងយីម៉ៅក៏រកឡើងចង់អស់ខ្យល់អង្គុយនៅលើដីអ្នកផ្សេងទៀតក៏នាំគ្នាឡើងមកវិញម្ដងម្នាក់ព្រោះរកមនុស្សមិនឃើញហើយចំពោះឯឡាននោះវិញម៉ោង 10 ជាងឯនោះទើបរកឡានស្ទូចមកជួយយោងលើកបញ្ឈរឡើងមកវិញបានខណៈពេលដែលកំពុងស្ទូចនោះហើយគេប្រទះឃើញមនុស្សស្រីម្នាក់នៅពីក្រោមទ្រុងឡាននោះគឺជាម៉ារីនាងបានស្លាប់បាត់ហើយហេតុការណ៍នេះបានធ្វើឲ្យភ្ញាក់ផ្អើលមនុស្សម្ដងទៀតសភាពសពរបស់ម៉ារីឡើងកំពីរាងកាយដេកបញ្ឆិតក្រោមទ្រុងឡានឈាមដាស់ពេញដីដៃនឹងជើងបាក់បត់ច្រងាងមិនត្រូវកន្លែងចំណុចក្បាលកំពិតធ្លីខួរហេចេញមកក្រៅប្រឡាក់ជាមួយផេះអង្កាមខ្មៅដែលជ្រុះពីលើឡានសម្លៀកបំពាក់នាងដាច់រហែកខ្ទេចខ្ទីមួយតួខ្លួនគ្មានសល់កន្លែងល្អទេព្រោះឡានដឹកគោសង្កត់ឡើងពេញទំហឹងក្លិនឈាមឡើងឆ្អាបងួងគួរឲ្យចង់ក្អួតយីម៉ៅឃើញហើយស្រែកស្ទើរសន្លប់បាត់ស្មារតីនៅថ្ងៃបន្ទាប់បងប្អូនរបស់ម៉ារីក៏បានមកដល់តាមជំនឿរបស់អ្នកស្រុកនៅកន្លែងនោះខ្មោចស្លាប់តៃហោងស្លាប់ដោយមិនបានដឹងខ្លួនគេមិនឲ្យយកចូលផ្ទះទេដូច្នេះហើយគេបានដឹកសពរបស់ម៉ារីទៅកាន់វត្តនៅឯក្នុងភូមិដើម្បីរៀបចំពិធីបុណ្យសូត្រមន្តឧទ្ទិសកុសលផលបុណ្យដល់នាងក្រោយពីសូត្រមន្តរួចក៏មិនបានបូជាសពនាងនៅវត្តដូចគេឯងនោះឡើយនាងបានស្លាប់យ៉ាងតន់ហន់ថែមទាំងមានកូននៅក្នុងពោះទៀតអ្នកភូមិជួយគ្នាដង្ហែសពរបស់នាងទៅកាន់កណ្ដាលវាលស្រែនៅឯខាងក្រោយវត្តដែលមានចម្ងាយឆ្ងាយគួរសមអំពីវត្តនៅទីនោះមានទួលដីមួយអំពូលខ្ពស់ផុតចុងស្រូវហើយមានព្រៃដុះស៊ប់ទ្រុបនៅខាងលើលោកតាអាចារ្យសានបង្គាប់ឲ្យគេជីករណ្ដៅពីរទន្ទឹមគ្នាមួយតូចមួយធំរួចគាត់ក៏យកកាក់ទៅដាក់នៅក្នុងមាត់របស់ម៉ារីនិងយកចុងកបិតបន្ទោះវះពោះយកកូនតូចចេញមកក្រៅកូនរបស់នាងមិនធំទេទំហំប៉ុនកដៃប៉ុណ្ណោះរួចយកទៅកប់ញែកពីគ្នាម្នាក់មួយអន្លង់រួចរាល់សពគ្រប់ហើយគ្រប់គ្នាក៏ត្រឡប់ទៅផ្ទះរៀងខ្លួនក្រោយបន្ទាប់មកទៀតមិនទាន់បាន7ថ្ងៃស្រួលបួលផងខ្មោចរបស់ម៉ារីចេញលងបន្លាចអ្នកភូមិបាសសក់ស្ទើរតែគ្រប់គ្នាទាំងអ្នកដឹកជ្រូកអ្នករត់ម៉ូតូដប់អ្នកលក់ឆ្នាំងដីលក់អំបោសអ្នកណាក៏បានឃើញដែរដំបូងឡើយនៅក្នុងម៉ោងប្រហែលជា 8-9 អ្នករស់នៅទីនោះភាគច្រើនគេរៀបចំសម្រាប់អស់ហើយនៅឡើយតែផ្ទះខារ៉ាអូខេនិងអ្នកលក់ទឹកក្រឡុកតែរឿងហេតុវាកើតឡើងនៅឯចុងភូមិឯណោះម្ដុំនោះគេដេកតាំងពីម៉ោង 7អ្នករស់នៅក្នុងអំឡុងឆ្នាំនោះដឹងស្រាប់ហើយគ្មានអីលេងទេងងឹតមិនទាន់ក៏ពន្លត់ភ្លើងដេកតែផ្ទះមីងលីគាត់ក៏មិនទាន់ដេកដែរគាត់ទើបតែទិញទូរទស្សន៍ color ថ្មីអ្នកដែលនៅក្បែរផ្ទះគាត់ក៏ទៅមើលរឿងជុំគ្នាខ្លះដេកខ្លះអង្គុយផ្ទះសសរខ្ពស់ផុតដីជួនជាមេឃក៏រលឹមប្រយមីងលីក៏ឲ្យអាងាកូនប្រុសរបស់គាត់ដើរទៅបិទទ្វារខ្លាចលោថាភ្លៀងវានឹងអាចសាច់ចូលអាងាវាដើរអោនខ្លាចជន់ចាស់នៅខាងក្រោមវាទៅបិទទ្វាររួចក៏ត្រឡប់មកវិញគ្រាន់តែដាក់គូតអង្គុយប៉ុកស្រាប់តែឮសំឡេងគោះទ្វារពេលហ្នឹងវាក៏ងើបទៅមើលវិញមិនទាន់មានអ្នកណាចាប់អារម្មណ៍ទេទ្វារក៏របើកឡើងតែបែរជាមិនឃើញអីវាឆ្ងល់ដែរនឹកស្មានថាអ្នកណាមកសុំមើលទូរទស្សន៍ដែរ
វាបិទទ្វារទៅវិញរួចក៏មកអង្គុយស្រាប់តែលឺទៀតលឺដូចជាមនុស្សគោះទ្វារបេះបិទមិនមែនជាសំឡេងខ្យល់សំឡេងអីទេអាងាវារៀងមើលដែរទៅបើកទ្វារម្ដងទៀតរួចក៏ស្រែកចោលទៅថាអ្នកណាគេហ្នឹងបើថាចូលក៏ចូលមកឲ្យឆាំតិចដាច់ភាករឿងឲ្យហើយស្រែកហើយគ្មានសំឡេងឆ្លើយតបវាក៏បិទទៅវិញអ្នកខ្លះដែលអង្គុយនៅខាងក្នុងផ្ទះក៏រៀងចាប់អារម្មណ៍ងាកទៅមើលវាដែរតែគេបែរទៅតាមដានរឿងវិញអង្គុយមិនទាន់បាន3នាទីផងស្រាប់តែឮសំឡេងមនុស្សស្រីហៅល្វើយល្វើយហៅឈ្មោះរបស់ម៉ែអាងាមីងអើយមីងម៉ែអាងាខំប្រឹងផ្ទៀងស្ដាប់សំឡេងខ្សោយខ្សោយសំឡេងទូរទស្សន៍ផងភ្លៀងផងក៏ស្ដាប់មិនសូវច្បាស់នៅខាងក្រៅងងឹតណាស់អ្នកផ្សេងទៀតក៏ចាប់ផ្ដើមឮដែរមីងលីក៏ងើបទៅបន្ថយសំឡេងទូរទស្សន៍ហើយឲ្យអាងាទៅបើកទ្វារម្ដងទៀតស្រាប់តែឃើញមនុស្សស្រីស្ទង់ដូចជា3កូនក្នុងដៃកំពុងដើរចេញពីរបងតែមិនមានដើរធម្មតាទេដូចជារសាប់ចេញទៅម្ដងបន្តិចម្ដងបន្តិចមិនឃើញជើងកម្រើកសោះអ្នកនៅក្នុងផ្ទះសុទ្ធតែបានឃើញគ្រប់គ្នាតែមិនទាន់ជ្រួលច្របល់ទេគេគិតថាប្រហែលជាអ្នកមកសុំមើលទូរទស្សន៍ដោយរាល់ដងឆ្កែវាក៏លូកោះល្វើយល្វើយដេញតាមទៅពីក្រោយបន្តមកព្រឹកឡើងអ្នកភូមិម្នាក់មកជួបជុំគ្នាដោយរាល់ដងនៅឯរោងគុយទាវផ្ទះចឹកធីអ្នកណាក៏បានឮបានឃើញដែរយំមិញនឹងម្នាក់រៀបរាប់មកស្រដៀងគ្នារឿងរ៉ាវខ្មោចរបស់ម៉ារីនៅមិនទាន់ចប់ត្រឹមនឹងទេនៅយប់បន្ទាប់ពូអ្នកកាប់ជ្រូកក៏ត្រូវយកសាច់ជ្រូកឲ្យម៉ួយនៅពេលទៀបភ្លឺម៉ួយក៏ច្រើនក៏ត្រូវងើបតាំងពីម៉ោង3កន្លះឯណោះក៏តែងធ្វើដំណើរកាត់តាមផ្លូវមុខផ្ទះយីម៉ៅជារៀងរាល់ថ្ងៃយប់នោះក៏ជិះម៉ូតូដឹកសាច់ជ្រូកមួយកញ្ឆេជិះសុកក៏ស្រាប់តែឮសំឡេងមនុស្សស្រីហៅគាត់ថាពូឈប់ឮសំឡេងដូចជាគេកាក់គាត់ទិញសាច់ជ្រូកអញ្ចឹងតែធម្មតាគាត់មិនលក់រីទេលក់ឲ្យតែអ្នកស្គាល់តែប៉ុណ្ណោះភ្លាមនោះគាត់ក៏ឈប់តាមតែគេហៅនឹងលុះងាកទៅក្រោយតែបែរជាមិនឃើញមាននរណាទេផ្លូវក៏ទទេស្ងាត់ទន្ទ្រីងគាត់ក៏គិតថាប្រហែលជាគាត់ឮច្រឡំពេលគាត់បន្តដំណើរទៅមុខបន្តិចទៀតវាក៏មកដល់ត្រង់ចំណុចដែលម៉ារីបានស្លាប់នោះស្រាប់តែឃើញអ្វីមិនដឹងរត់យ៉ាងលឿនចូលម៉ូតូគាត់រហូតដល់ដួលត្រឡប់ទៅលិនម្នាក់ឯងគាត់ថាមើលមិនតាន់ទេឃើញតែរៀងដូចជាមនុស្សប៉ុន្តែអត់មានក្បាលរត់ថ្មោលចូលមកយប់នឹងគាត់បានក្រោកឡើងមកវិញទាំងញ័រខ្លួនលើកម៉ូតូបោលចេញទៅគ្មានដឹងឈឺទេហេតុការណ៍ចម្លែកដែលមិនធ្លាប់មានវាចេះតែបន្តកើតឡើងនៅក្នុងភូមិក្នុងយប់មួយទៀតមានបរិសុទ្ធចំណាស់ម្នាក់ជាអ្នកលក់អំបោសនៅតាមភូមិគាត់ជិះមកតាំងពីខេត្តរតនគិរីឯណោះជិះម៉ូតូកែច្នៃមានសណ្ដោងរមាក់ដាក់អំបោសឡើងសំពីងសំពងគាត់មានទម្លាប់ធ្វើដំណើរមិនរើសពេលវេលាទេល្វើយត្រង់ណាក៏សម្រាកត្រង់នោះចំពោះអ្នករស់នៅក្នុងអំឡុងឆ្នាំនឹងតែងតែឧស្សាហ៍ឃើញគេដឹករបស់របរច្រើនមកពីស្រុកឆ្ងាយជិះលក់បណ្ដានៅតាមផ្លូវក្នុងភូមិខ្លះដឹកឆ្នាំងដីខ្លះដឹកមឹកក្រៀមរបស់របរសិប្បកម្មធ្វើដោយដៃម៉ែខ្ញុំឧស្សាហ៍ទិញណាស់បងវាយមករឿងយើងវិញយប់មួយនោះគាត់បានធ្វើដំណើរទៅដល់ភូមិយីម៉ៅតាំងពីមានមនុស្សស្រីដើរគោះទ្វារហៅគេយប់អ្នកស្រុកនៅក្បែរហ្នឹងមិនសូវមានអ្នកណាហ៊ាននៅយូរដូចមុនទេងងឹតមិនទាន់ក៏នាំគ្នាបិទទ្វារសាតូបដេកអស់រលីងខណៈពេលដំណើរគ្នានោះដែរម៉ោងប្រហែលជា10ជាងដោយសារតែផ្លូវដែលគាត់ជិះមកមុននោះវាមិនសូវមានផ្ទះទេហើយកាលនោះគេល្បីរឿងចោរប្លន់អាកយូម៉ូតូផងគាត់ក៏បន្តដំណើរមករកភូមិដែលមានមនុស្សរៀងអ៊ូអរបន្តិចដើម្បីសម្រាកតែពេលបានមកដល់ភូមិក៏ស្ងាត់ឲ្យឈឹងម៉ោង10យប់ដូចជាម៉ោង3រំលងអាត្រៀតអញ្ចឹងគ្មានសំបីតែឡានម៉ូតូបោកកាត់ផ្លូវស្រឡះល្វឹងហើយក៏រៀងងងឹតដែរគាត់បន្តជិះទៅមុខសុកហើយក៏មិនបានជាប្រយ័ត្នអីខ្លាំងទេព្រោះអាងថាជាថ្នល់កៅស៊ូស្រាប់តែភ្លាមនឹង
ទាំងមនុស្សទាំងរមាស់ក៏ធ្លាក់ប្រងចូលទៅក្នុងទឹកនៅត្រង់ចំណុចដែលម៉ារីត្រូវបានឡានដឹកគោកិនស្លាប់នឹងហើយគាត់មើលឃើញផ្លូវវាបានបាក់ហើយក៏ធ្លាក់ទៅក្នុងទឹកព្រែកដែលកំពុងហូរវូវងងឹតឲ្យស្លុបគាត់ខំប្រឹងស្រវេស្រវាតស៊ូនឹងកម្លាំងទឹកគាត់ហែលផងស្រែកផងហើយឲ្យគេជួយតែគ្មាននរណាលឺសោះមាត់ច្រាំងនៅជិតបង្កើយមិនដល់3ម៉ែត្រផងតែហែលយ៉ាងម៉េចក៏ហែលមិនដល់រហូតគាត់ស្ទើរតែលងស្លាប់នៅចំណុចហ្នឹងលុះព្រឹកព្រលឹមស្រាងអ្នកភូមិក៏ប្រទះឃើញគាត់តែអ្វីដែលគួរឲ្យស្រឡាញ់កាំងនោះគឺអ៊ំម្នាក់ហ្នឹងគាត់កំពុងតែហែលខ្វាយយឺតនៅលើដីគោកក្បែរមាត់ថ្នល់ដែលមានតែធូលីនិងគ្រោះដីក្រហមមួយតួខ្លួនរបស់គាត់ជាពិសេសដើមទ្រូងនឹងដៃដាច់រលត់អស់ឡើងក្រហមរងាទំនោរមកពីការរុះខ្លួនលើដីគោកពេញមួយយប់ឯម៉ូតូដឹកអំបោះរបស់គាត់ក៏ដេកដួលនៅក្បែរនោះគ្មានបានធ្លាក់ទឹកឯណាទេផ្លូវក៏អត់បានបាក់ដាច់ទៅណាដែរអ្នកស្រុកឃើញគាត់ហើយក៏ប្រញាប់ជួយលើកគាត់ឡើងរំលងដល់ម៉ោង9ព្រឹកឯណោះទើបគាត់មានស្មារតីឡើងវិញនិយាយស្ដាប់គ្នាបានកាលនឹងលងសម្បើមណាស់ទាំងអ្នកមកពីចម្ងាយទាំងអ្នកភូមិគ្នាឯងអ្នកបើកឡាននីសាន់ដឹកបន្លែពេលទៀបភ្លឺឃើញឈោនៅមាត់ផ្លូវតែញយពេលជិះកាត់ម្ដងសក់ក្បាលឡើងសំពងឈោថ្មឹក3កូននៅមាត់ថ្នល់អ្នកដែលដឹងគេមិនដែលហ៊ានងាកទេរំលងពីហេតុការណ៍ដែលម៉ារីបានស្លាប់ប្រហែលជាមួយខែនៅខារ៉ាអូខេម្លប់ស្វាយរបស់យីម៉ៅវាចាប់ផ្ដើមពីយប់មួយនោះមានភ្ញៀវប្រុសម្នាក់ដែលជាមួយចាស់មកពីចម្ងាយស្រវឹងឡើងជោគមកស្រាប់តែគាត់មានបំណងចង់ផឹកបន្តនិងច្រៀងលេងកម្សាន្តពេលមកដល់គាត់ក៏ស្រែកហៅយីម៉ៅយ៉ាងកងរំពងតាមទម្លាប់យីម៉ៅយីម៉ៅរៀបចំបន្ទប់ឲ្យខ្ញុំមួយយប់នេះកុំឲ្យយីម៉ៅឃើញមួយចាស់ក៏ប្រញាប់ប្រញាល់រៀបចំទទួលហើយគាត់ស្រវឹងខ្លាំងផងក៏មិនចង់ឲ្យនិយាយច្រើនទេព្រោះគាត់និយាយលឺខ្លោងធ្វើដូចមានតែឯងចឹងយីម៉ៅឲ្យកូនចៅស្រីរបស់គាត់ម្នាក់ដែលទើបនឹងចូលធ្វើការថ្មីទៅអង្គុយនិយាយលេងជាមួយគាត់លួងលោមគាត់ដើម្បីពន្យាពេលព្រោះបន្ទប់នៅជាប់ភ្ញៀវផ្សេងទៀតលុះតែដល់ម៉ោងគេចេញទើបគាត់ចូលទៅម្ដងពេលចូលទៅដល់ក្នុងបន្ទប់ទម្លាក់ខ្លួនអង្គុយលើសាឡុងភ្លាមគាត់ក៏និយាយលឺម្ដងទៀតថាហើយម៉ារីតាណាហើយមិនឃើញចេញមកទួលរាក់តាក់បងមនុស្សស្រីដែលនៅក្បែរនោះលឺហើយក៏ស្លេកមាត់ស្លេកកគាត់អត់ដឹងទេថាម៉ារីបានស្លាប់ហើយនាងក៏មិនហ៊ានប្រាប់ដែរគ្រាន់តែដោះសារឲ្យគាត់ចាំបន្តិចនាងទៅយកតកកសិនរួចក៏ប្រញាប់រត់ចេញពីបន្ទប់ទៅប្រាប់យីម៉ៅបុរសម្នាក់នឹងក៏ស្រែករកតែម៉ារីទេគាត់នៅអង្គុយខាងក្នុងម្នាក់ឯងស្រវឹងឡើងមមុលកំពុងតែអង្គុយសុកប៉ុន្មាននាទីក្រោយស្រាប់តែមាននារីម្នាក់ដើរចូលទៅរកគាត់ដែលគ្មាននរណាបានដឹងទេនាងលើកស្រាលើកម្ហូបចូលធម្មតាតែការតុបតែងខ្លួនមើលទៅគឺដូចម៉ារីបេះបិទនាងចូលចិត្តពាក់សំពត់ខូវប៊យខ្លីនិងអាវដៃខ្លីរឹបរៀងពណ៌ក្រហមនាងដើរអោនទម្លាក់សក់បាំងមុខបន្តិចបុរសនៅរៀងស្រវឹងដែរគាត់គិតថាជាម៉ារីក៏និយាយលេងជាមួយធម្មតាថ្ងៃនោះនៅក្នុងខារ៉ាអូខេរៀងរវល់ណាស់មនុស្សធ្វើការក៏តិចព្រោះនារីជាច្រើនអ្នកនៅមិនទាន់ជាសះស្បើយស្រួលបួននៅឡើយទេជួនជាយប់នឹងនៅឯបន្ទប់ច្រៀងមួយខាងទៀតភ្ញៀវក៏មានរឿងឆ្លោះប្រកែកគ្នាគេនាំគ្នាទៅជួយសម្រួលទុកបរោះដែលស្រវឹងនោះចោលរំលងមួយស្របក់ធំក្រោយមកក៏ស្ងប់ស្ងាត់មកវិញបរោះនឹងក៏ដើរចេញពីបន្ទប់ទៅជួបយាយម៉ៅនៅខាងក្រៅគាត់ក៏សុំកាត់លុយយាយម៉ៅក៏សុំទោសគាត់ដែរដែលទទួលមិនបានដិតដល់ព្រោះរវល់ទៅដោះស្រាយរឿងភ្ញៀវឆ្លោះគ្នាគាត់ក៏រៀងឆ្ងល់ដែរបរោះនេះមកតែអង្គុយមិនបានច្រៀងមិនបានកំងអីហូបដូចរាល់ដងសោះទំនងជាគាត់អន់ចិត្តទេដឹងតែផ្ទុយទៅវិញបរោះនោះបែរជាញញឹមតិចរួចដកប្រាក់មួយខ្ទោះទៀតហុចទៅឲ្យយីម៉ៅនិងប្រាប់ថាទុកឲ្យម៉ារីផងនាងសុំទៅបន្ទប់ទឹកមុននេះ
យីម៉ៅលឺហើយក៏កាំងថ្មឹងឈោកាន់លុយដំណើរបរោះនោះបោះម៉ូតូត្រេតត្រោតចេញទៅយីម៉ៅយកមកប្រាប់កូនចៅគ្រប់គ្នាពីអ្វីដែលបរោះនោះនិយាយនិងបង្ហាញលុយដែលគាត់កំពុងកាន់គឺគេឲ្យធីបមកកាន់ម៉ារីគាត់និយាយថាទុកលុយនេះឲ្យម៉ារីផងវាចម្លែកណាស់មានម៉ារីមកពីណាទៅបើម៉ារីឡានកិនស្លាប់ជាងមួយខែហ្នឹងលុះដល់តែគាត់មកជើងក្រោយមិនបានស្រវឹងនិយាយស្ដាប់គ្នាបានយីម៉ៅក៏ប្រាប់ការពិតទៅគាត់តាមត្រង់តែគាត់ក៏មិនចង់ជឿទេហើយក៏សម្ដែងអាការៈភ័យយប់នោះគ្មាននរណាចូលទៅរកគាត់ទេចុះមនុស្សស្រីដែលកំដរគាត់នោះជានរណាទៅវិញហេតុការណ៍ចម្លែកគ្រប់យ៉ាងវាចាប់ផ្ដើមធ្ងន់ធ្ងរឡើងតាំងពីចំណុចនេះទៅរំលោភបានប្រហែលជាមួយសប្តាហ៍មកទៀតបរិយាកាសក្នុងផ្ទះវាហាក់ដូចជារៀងស្ងប់ស្ងាត់បន្តិចនេះក្នុងក្បាលប្រលប់ម៉ោងប្រហែលជា7នារីនាំគ្នារៀបចំខ្លួនផាត់មុខតុបតែងខ្លួនជាធម្មតាទោះបីជាគ្មានភ្ញៀវក៏ដោយព្រោះនេះជាទម្លាប់ទៅហើយក្នុងចំណោមនារីដែលនៅសល់ស្រីលះគឺជាអ្នកដែលស្និទ្ធស្នាលនឹងម៉ារីជាងគេយប់មួយនឹងដោយសារតែភ្លើងក្នុងបន្ទប់របស់នាងវិខូចមិនសូវភ្លឺល្អនាងក៏បានកាន់ប្រដាប់ប្រដាតុបតែងខ្លួនដើរសម្ដៅទៅរោងខាងក្រៅផ្ទះដែលនៅជិតអណ្ដូងទឹកនៅទីនោះវាមានកញ្ចក់ធំមួយផ្ទាំងដែលយីម៉ៅព្យួរទុកសម្រាប់ឲ្យកូនចៅប្រើប្រាស់រួមគ្នាជាទូទៅមិនសូវមានអ្នកណាមកឆ្លុះទេគ្រាន់តែដើរកាត់ម្ដងវាជារោងស្តុកអីវ៉ាន់នាងឈរនៅមុខកញ្ចក់ដែលរៀងស្រអាប់បន្តិចនិងចាប់ផ្ដើមផាន់ម្សៅលាបក្រែមខណៈដែលកំពុងផ្ចង់អារម្មណ៍តែងខ្លួននឹងហើយស្រាប់តែមានសំឡេងមនុស្សស្រីបន្លឺមកពីណាមិនដឹងឡើងច្បាស់ចេះថាក្រែមដិតពេកហើយស្រីលាក់ភ្ញាក់ខ្លួនព្រឺមើលក្បែរខ្លួនក៏ស្ងាត់ឲ្យឈឹងគ្មានមនុស្សទេថ្មនេះគេចាប់ផ្ដើមរវល់គ្រប់គ្នាហើយនៅឯមុខផ្ទះស្រីលាក់ក៏បន្តតុបតែងខ្លួនទៀតនាងក៏ប្រញាប់ណាស់ដែរតែខណៈនោះក៏ឮសំឡេងចាក់ទឹកក្បែរត្រចៀកដូចជាមាននរណាម្នាក់កំពុងលាងដៃលាងជើងនៅក្នុងរោងខាងឆ្វេងដៃស្រីលះក៏មានអាងទឹកស៊ីម៉ងធំមួយដែលឈប់ប្រើប្រាស់ហើយវាក៏ស្ងួតរើងទុកចោលរាប់ឆ្នាំខាងក្នុងរោងដំបូងវាជាកន្លែងងូតទឹករបស់ពួកនារីស្រីលះឈរតែងខ្លួនរហូតដល់តែរួចរាល់ហើយក៏ឆ្លៀតងាកដើរទៅក្បែរអាងទឹកនឹងតែក៏មិនបានឃើញអីទេគ្មានដានទឹកគ្មានអីបន្តិចសោះលុះដើរត្រឡប់មកវិញដល់ត្រឹមមាត់ទ្វារក៏ឆ្លៀតឆ្លោះកញ្ចក់មើលរៀងខ្លួនឯងបន្តិចទៀតក្បែរនេះងងឹតឲ្យឈឹងភ្លឺត្រឹមតែភ្លើងអំពូលមួយនៅជិតកញ្ចក់នេះហើយកំពុងតែបង្វិលខ្លួនឆ្វេងស្ដាំអោនមកទៅជិតកញ្ចក់ស្រាប់តែមានស្រមោលខ្មៅមនុស្សក៏មិនដឹងសត្វក៏មិនដឹងរត់វឹងកាត់ពីក្រោយខ្នងស្រីលាក់ភ្ញាក់ស្រែកអស់មួយទំហឹងនិងប្រញាប់ស្រវារបស់របរចេញពីទីនោះនាងមកដល់មុខផ្ទះធំទាំងមុខស្លេកដោយក្រដាស់រៀបរាប់ប្រាប់យីម៉ៅរំលងមិនបានមួយថ្ងៃផងនៅក្នុងយប់ដដែលហ្នឹងពេលដែលគ្រប់គ្នាដេកលក់អស់ម៉ោងប្រហែលជា2រំលងអត្រាស្រីលះនាងដេកគិតតែម្នាក់ឯងដេកមិនតាន់លក់ទេបន្ទប់របស់នាងក៏នៅជាប់ជាមួយបន្ទប់ម៉ារីដែលពេលនេះគេបិទទ្វារចាក់សោទុកចោលគ្មាននៅឡើយស្រីលះរស័ព្ទរសល់ប្រែខ្លួនទៅមកគិតតែពីរឿងចម្លែកដែលបានកើតឡើងតែយ៉ាងណាក៏ខំប្រឹងថ្មិចភ្នែកស្រាប់តែភ្លាមនឹងក៏ឮសំឡេងយីម៉ៅហៅឈ្មោះរបស់នាងក៏ដូចជាហៅមកពីខាងក្រោយឲ្យជួយយួរទឹកឬក៏ធ្វើអ្វីមួយមិនដឹងត្រឹមតែគាត់ហៅឲ្យជួយសំឡេងយីម៉ៅឮច្បាស់ណាស់ល្វើយពីខាងក្រោយផ្ទះនាងក៏រៀងចម្លែកចិត្តដែរហត់ពេញមួយថ្ងៃហើយមិនក៏យីម៉ៅគាត់មិនសម្រាសំឡេងដែលហៅនោះក៏មិនឮល្វើយតាមខ្យល់ស្រីលះអើយស្រីលះមកជួយម៉ែបន្តិចកូនស្រីលះមកជួយម៉ែបន្តិចកូននាងបើកទ្វារញីភ្នែកដើរចេញទៅយឺតវាមិនសូវជាងងឹតអីខ្លាំងទេនៅខាងក្រៅព្រោះបានពន្លឺពីលោកខែចេះមកប៉ុន្តែស្ងាត់ឈឹងនាងស្រែកហៅយីម៉ៅវិញដែរតែក៏មិនមានមនុស្សឆ្លើយសោះ
លោកដើរទៅជិតផុតជញ្ជាំងរោងខាងក្រោយផ្ទះស្រាប់តែលឺស្នូដូចជាទឹកស្រក់ច្រោកច្រោកវាដូចជាទឹកតាគីក្បង់នឹងដៃហើយគឺវាហូរស្រក់ចុះមកតែមិនដឹងថាអ្នកណាទៅធ្វើអីទេព្រោះវាកំបាំងមើលមិនឃើញលោកខណៈដើរផុតដើមពុទ្រាននៅខាងឆ្វេងដៃវាក៏ផុតជញ្ជាំងរោងដូចគ្នានៅក្បែរអណ្ដូងទឹកត្រង់ពួកជ្រាំបន្ទាប់ពីស៊ីម៉ង់នៅក្បែរហ្នឹងគឺមានរូបរាងមួយមិនដូចអ្នកណាទាំងអស់សក់ក្បាលឡើងសំពងរៀងឡើងស្គមអង្គុយចောင်းហោងបែកខ្នងថែមទាំងក្នុងដៃដូចជាបីអ្វីម្យ៉ាងមើលទៅដូចជាកូនក្មេងចឹងកំពុងតែកាយញាត់ច្រំភក់នៅចិត្តអណ្ដូងស៊ីយកស្រីលាក់ចង់ស្រែកក៏ស្រែកមិនរួចនាងតក់ស្លុតភ័យខ្លាចញ័រអស់ទាំងខ្លួនរហូតដល់កៀងសន្លប់ដួលនៅក្បែរលូបង្គន់ដេកលើដប់ដើមបន្លាមរយលុះដល់ព្រឹកឡើងទើបមានគេឃើញគេទៅជួយយកនាងចេញមកវិញតាមដៃតាមជើងសាច់សខ្ចីរបស់នាងសុទ្ធតែស្នាមបន្លាឆ្កូតឈាមដានរវៀមមួយរយៈនោះលងសម្បំណាស់ពេលខ្លះគេឃើញដើរពោកូនពេញភូមិពេលខ្លះទៀតអ្នកធ្វើដំណើរតាមថ្នល់យប់ស្ងាត់ក្រោយពេលខារ៉ាអូខេយីម៉ៅបិទគេតែងឃើញមនុស្សស្រីស្លៀកពាក់ស្អាតបាតឈរចាំភ្ញៀវនៅក្រោមដើមក្រកប់មាត់ថ្នល់តែវាឈរមិនដូចមនុស្សយើងធម្មតាទេគឺឈរថ្មឹងមិនកម្រើកអីបន្តិចងងឹតឲ្យឈឹងភ្លើងឡានភ្លើងម៉ូតូវាចំវឹងទៅវឹងមកក៏មិនព្រមព្រិចអីបន្តិចដែរវាប្រកបណាស់យប់ថ្មនឹងហើយគ្មាននរណាទៅទំនេរធ្វើអីនៅត្រង់នោះទេម្នាក់បន់ឲ្យទៅរួចការងារអាននឹងទៅសងំក្នុងបន្ទប់ព្រោះខ្លាចខ្មោចរបស់ម៉ារីក្រោយបន្តមកទៀតហាងខារ៉ាអូខេម្លប់ស្វាយរបស់យីម៉ៅក៏ចេះតែខ្សត់ភ្ញៀវទៅពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែរឿងម៉ារីនឹងហើយល្បីឮដល់ពីពិភូមិវិលាកាលក្រោយមកទៀតនៅក្នុងយប់ឌុះម៉ោងប្រហែលជា12ជាងនៅហាងខារ៉ាអូខេរបស់យីម៉ៅស្រាប់តែលេចមកក្រុមយុវជនស្ទាវប្រុសមួយក្រុមមានគ្នាចំនួន7នាក់ជិះម៉ូតូ4គ្រឿងមកពួកគេស្រវឹងឡើងមកមុលគ្រប់គ្នាសំដីទៀតសោតក៏ស្ដីលឺក្រអិតក្រទមសួរទៅយីម៉ៅថាមានបន្ទប់ទំនេរឬអត់យីម៉ៅក៏ទទួលតែមិនសូវពេញចិត្តទេព្រោះចិត្តដល់ម៉ោងបិទហើយជាទូទៅគឺបិទនៅម៉ោង1កាលនោះនិយាយត្រូវរើគ្នាអស់ហើយក្រុមយុវជនស្ទាវក៏នាំគ្នាដើរចូលទៅក្នុងបន្ទប់ហើយរបស់ហូបផឹកស៊ីកំសាន្តធំតែផ្សែងបារីល្ងួភ្លាមនឹងគ្នាគេម្នាក់ក្នុងចំណោមនោះក៏បាននិយាយថាណែពួកឯងដឹងអត់ហ្នឹងខារ៉ាអូខេហ្នឹងហើយដែលគេល្បីថាមានមនុស្សស្រីធ្វើការនៅនឹងត្រូវបានឡានដឹកគោកិនស្លាប់បែកខួរលោកសម្បំណាវើគ្នារបស់ពួកគេម្នាក់ទៀតអាយុប្រមាណជា20ឆ្នាំជាងតបទៅវិញថាអើយខ្មោចស្អីសម័យនេះហើយនៅមានខ្មោចលងទៀតបើខ្មោចស្រីស្អាតមកអញចាប់ធ្វើប្រពន្ធតែម្ដងនិយាយរួចហើយក៏នាំគ្នាសាច់ក្តិលកាន់ក្បាលមីក្រូច្រៀងយ៉ាងសប្បាយអ្នកខ្លះក៏សាច់តាមតែអ្នកខ្លះទៀតក៏មើលមុខគ្នាទៅវិញទៅមកប៉ុន្តែសាច់មិនទាន់ផុតពីមាត់ផងភ្លាមស្រាប់តែគាត់ចាប់ផ្ដើមរមុលខ្លួនប្រកាច់ប្រកិនដួលទៅក្រោមតុភ្នែករបស់គាត់ឡើងស្លើសរសៃឡើងរវាមពេញកខំដៃខំជើងខំមាត់ខ្លួនឯងរហូតដាច់ឈាមហូរក៏ខ្លះគ្នាដល់ឃើញចឹងម្នាក់ក៏ស្លន់ស្លោចាប់អីមិនត្រូវទេសុទ្ធតែស្ទាវតែមានម្នាក់បើកទ្វាររត់ទៅហៅយីម៉ៅតម្រាំតែយីម៉ៅមកដល់យុវជនម្នាក់ហ្នឹងដែលពួកម៉ាក់របស់គាត់ហៅថាអរិយហ្នឹងគាត់បានដេកសន្លប់បាត់មាត់បាត់កបាត់ទៅហើយនិយាយពីឈាមវិញឡើងជោគអាវប្រុសក្នុងផ្ទះយីម៉ៅជួយដឹកទៅមណ្ឌលសុខភាពតូចមួយក្នុងភូមិចិត្តនោះបន្តមកព្រឹកឡើងដំណឹងអំពីបរិះឈ្មោះវីរៈនឹងបានឮសរសៃពេញភូមិពីពូម្នាក់ដែលបានដឹកប្រពន្ធគាត់ទៅមណ្ឌលសុខភាពដែរនៅពេលព្រឹកយុវជនម្នាក់នោះមិនបានស្លាប់ទេប៉ុន្តែគាត់បានខំបណ្ដាត់ខ្លួនឯងស្ទើរតែដាច់អាការៈរបស់គាត់នៅតែធ្ងន់ធ្ងរនិងមិនទាន់អាចនិយាយបានឡើយទេគ្រាន់តែរអ៊ូងល់ធ្ងររោគម៉ែហេតុការផ្ទួនគ្នាពេកអ្នកភូមិក៏កាន់តែមានការភ័យខ្លាចនាំគ្នាធ្វើទិញមងចំបើងម្នាក់ពីរដាក់នៅមុខផ្ទះ
នឹងច្រកលាក់ពណ៌ក្រហមដាក់ដបទឹកសុទ្ធចងតាមរបងកាលនឹងគេជឿថាវាអាចជួយការពារខ្មោចព្រាយបិសាចបាននៅពេលយប់ឡើងឃើញឈោជ្រងច្រាងពេញតែភូមិអ្នកមកពីចម្ងាយជិះកាត់កកន្ត្រាក់ផ្អើលគ្រប់គ្នាដោយឡែកឯហាងការ៉ាអូខេរបស់យីម៉ៅក៏កាន់តែខ្សត់ភ្ញៀវទៅពីមួយថ្ងៃទៅមួយថ្ងៃព្រោះគ្មាននរណាហ៊ានចូលទៅកំសាន្តទៀតទេគេនិយាយតគ្នាពីមាត់មួយទៅមាត់មួយហើយមនុស្សក្នុងផ្ទះរបស់គាត់ក៏ចេះតែឃើញនេះឃើញនោះចម្លែកស្ទើរតែគ្រប់គ្នាខ្លះថាឃើញអង្គុយលើធ្នឹមដំបូលខ្លះថាឃើញដើរចូលទៅបន្ទប់ដាក់អីវ៉ាន់មុខរបរការ៉ាអូខេរបស់យីម៉ៅដែលធ្លាប់តែរកចំណូលបានច្រើនឈរជើងមករាប់ឆ្នាំតែឥឡូវវិញបែរជាស្ងាត់ឈឹងគ្មានភ្ញៀវម្នាក់សោះដំណឹងរឿងខ្មោចម៉ារីលងបន្លាចគេបានល្បីឮសុសសាយពីពេញភូមិហើយមនុស្សមួយចំនួនធំមិនហ៊ានមកក្បែរផ្ទះរបស់យីម៉ៅទេគាត់ដឹងថាបើនៅតែបន្តបែបនេះមុខរបររបស់គាត់ដែលខំកសាងមកជាច្រើនឆ្នាំនឹងត្រូវរលំជាមិនខានក្រោយមកទៀតយីម៉ៅបានសម្រេចចិត្តទៅរកអាចារ្យសានគាត់ជាអាចារ្យមហាផងនិងជាអ្នករៀនសូត្រស្ដោះផ្លុំដោះអំពើអំព័ន្ធរួមទាំងចេះផ្សំថ្នាំខ្មែរផងដែរយីម៉ៅទៅអញ្ជើញគាត់ឲ្យមកមើលផ្ទះព័ទ្ធសីមានិងធ្វើពិធីផ្សេងបណ្ដេញខ្មោចព្រាយបិសាចឧបទ្រពចង្រៃតាសានក៏បានយល់ព្រមតាមការអញ្ជើញលុះដល់ថ្ងៃកំណត់គាត់ក៏បានមកដល់ផ្ទះយីម៉ៅគាត់បានដើរពិនិត្យជុំវិញបរិវេណផ្ទះនិងរោងខារ៉ាអូខេដោយទឹកមុខឡើងមាំយីម៉ៅក៏បានរៀបរាប់ប្រាប់នៅរឿងរ៉ាវទាំងអស់ដែលបានកើតឡើងតាំងពីយប់ដែលគាត់បានឃើញម៉ារីគ្មានក្បាលបន្តមករហូតហើយគាត់ក៏មិនភ្លេចប្រាប់រឿងស្រីលះដែលបានជួបប្រទះនៅអណ្ដូងខាងក្រោយផ្ទះដែរក្រោយពិធីបានបញ្ចប់ទៅសពគ្រប់អាចារ្យសានក៏បានមានប្រសាសន៍ថាព្រលឹងរបស់ម៉ារីនាងបានស្លាប់ដោយសារតែមានគ្រោះហើយពិតជាវិលវល់នៅភូមិនេះពិតមែនដោយសារតែនាងបានស្លាប់តៃហោងថែមទាំងមានផ្ទៃពោះទៀតប៉ុន្តែអមនុស្សដែលស្រីលះបានឃើញនៅអណ្ដូងក្រោយផ្ទះនោះមិនមែនជាម៉ារីទេវាគឺជាពពួកព្រាយដែលបន្លំខ្លួនដើម្បីចង់បានពេលបានសំណែកលោកតាសានក៏បានឲ្យយីម៉ៅយករបស់ប្រើប្រាស់ផ្ទាល់ខ្លួនរបស់ម៉ារីទាំងអស់ដែលនៅសេសសល់ទៅប្រគេនលោកនៅឯវត្តហើយរៀបចំធ្វើបុណ្យឧទ្ទិសកុសលផលបុណ្យដល់នាងផងក្រោយពីបានរៀបចំកិច្ចចប់សពគ្រប់ហើយបន្តមកប៉ុន្មានថ្ងៃបន្ទាប់ស្ថានភាពនៅក្នុងផ្ទះយីម៉ៅក៏ចាប់ផ្ដើមប្រសើរឡើងវិញបណ្ដាប៉ុន្តែក្រៅតែអំពីផ្ទះយីម៉ៅទៅគេនៅតែឃើញដដែលនឹងភាគច្រើនគឺឃើញឈូ3កូននៅម្ដុំកន្លែងដែលឡានក្រឡាប់នឹងមិនតទៅណាទេប៉ុន្តែទោះជាយ៉ាងណាក៏ដោយអ្នករកស៊ីនៅពេលយប់ដូចជាអ្នកបាញ់សត្វចាប់កង្កែបដាក់ចង្រិតអីនឹងនៅតែចេញដើរធម្មតាព្រោះថាក្រពះវាក៏សំខាន់ដែរនៅយប់មួយនោះខ្យល់ធ្លាក់ត្រជាក់លំហើយល្អណាស់បងសួងគាត់ជាអ្នកដើរចាប់កណ្ដូបលក់កណ្ដូបប៉ារ៉ាមួយយប់ចាប់បានរាប់គីឡូឯណោះកាលនោះក្នុងយប់ហ្នឹងគាត់អត់បានទៅម្នាក់ឯងដូចរាល់ដងទេក្មេងក្មួយរបស់គាត់អាយុប្រមាណជា10-11ឆ្នាំពួកវាសុំទៅដែរខ្លះមានពិលខ្លះអត់រត់ត្រុកតាមបងសួងទៅវាក៏មិនទាន់ជាមានរឿងចម្លែកអីទេគាត់នាំក្មេងដើរចាប់កណ្ដូបតាមធម្មតាជួនជាថ្ងៃហ្នឹងកណ្ដូបវាច្រើនទៅទៀតក៏ចាប់ដាក់ម្នាក់ស្រួលចុះស្រួលឡើងសាច់ឡើងក៏ក្អឹករវល់តែសបាយចាប់រៀងខ្លួនយូរទៅក៏ចេះតែបំបែកគ្នាទៅទិសផ្សេងគ្នាតែគាត់ថាសម្លឹងមើលទៅឃើញភ្លើងពិលវានៅល្មមអាចហៅគ្នាមកវិញបានមិនឆ្ងាយពេកទេហើយបងសួងគាត់ក៏ភ្លេចខ្លួនដែរនាំគ្នាដើរទៅរហូតរំលងស្រែ2ស្រែ3ឯណោះក្មេងវាក៏ចាប់តែគ្នាវាទៅបងសួងនៅដាច់ដោយឡែកម្នាក់ឯងកំពុងតែចាប់កណ្ដូបញាត់ចូលទៅក្នុងស្បោងសុកស្រាប់តែគាត់ជប់ងាស់ដៃគាត់ក្តាប់កណ្ដូបនៅអញ្ចឹងហើយផ្ទៀងស្ដាប់គឺគាត់បានលើកសំឡេងកូនក្មេងយំមុនហ្នឹងមិនមែនជាក្មេងធំអីទេគឺជាកូនញ៉ែតែម្ដងវាលឺលៀងមកជាមួយខ្យល់ដល់ពេលគាត់ឈប់ចាំស្ដាប់វាក៏អត់លឺ
គាត់ដើរទៅមុខបានតែ2-3ជំហានវាក៏លឺទៀតគាត់រៀងឆ្ងល់ដែរតែវាក៏មិនសូវច្បាស់គាត់ក៏មិនបានគិតអីវិញឆ្ងាយទេដើរទៅមួយស្របក់ក្រោយស្រាប់តែស្ងាត់វិញហើយឮសំឡេងមនុស្សធំម្ដងគឺមនុស្សស្រីច្រៀងបំពេកូនល្វើយប្រហែលជាបំពេអាក្មេងមុននេះហើយគាត់កាន់តែដើរទៅមុខវាឮកាន់តែច្បាស់ឡើងគាត់ប្រកាសហើយច្បាស់ជាមិនស្រួលទេតែគាត់នៅតែធ្វើធម្មតាព្រោះខ្លាចក្មួយរបស់គាត់វាភ័យទាំងដែលក្នុងចិត្តកាន់នឹងញ័រអស់ហើយមើលទៅឯក្មួយរបស់គាត់អាតូចក៏នៅប្រសេកប្រសាចឃ្លៀតពីគ្នាសំឡេងបំពេកូននឹងវាក៏នៅតែឮមកពីខាងលិចល្វើយគាត់ដើរទៅមុខទៀតបំរុងទៅរកអាញាក្មួយរបស់គាត់វានៅចិត្តជាងគេស្រាប់តែមិនដឹងជាចិត្តអីនាំគាត់ឲ្យវាពិលទៅខាងលិចវាទៅភ្លឹបគឺជាទួលដែលគេកប់ម៉ារីនោះហើយមើលពីចម្ងាយគាត់ថាឃើញស្ទង់អង្គុយបំពេកូនបាំងនឹងមេឃត្របែកព្រៃសក់ក្បាលឡើងធំមិនមានអង្គុយសំយងជើងធម្មតាទេគឺអង្គុយចောင်းហោងកាន់កូននៅក្នុងដៃគាត់ស្រែកឡើងអស់មួយទំហឹងនឹងរត់ចោលលេងគិតក្មួយទៀតហើយពួកអាដៃនោះវាលឺហើយវាក៏ផ្អើលរត់តាមទៅទាំងមិននឹងរឿងគ្រាន់តែមកដល់ផ្ទះភ្លាមបងសួងគាត់ក៏ដួលនៅមាត់ទ្វារគាត់អត់បានសន្លប់ទេគឺគាត់ភ័យពេកតាក់ជើងនឹងចណ្ដើរកាលនឹងរំលងទៅមិនបានប្រហែលម៉ោងផងគាត់ក៏ចាប់ផ្ដើមក្តៅខ្លួនក្តៅយកតាំងពីនោះមកគាត់ដូចជាបាក់ស្បាតមិនសូវហ៊ានទៅណាទេមនុស្សធំអាយុ20ជាងហើយសូម្បីតែងូតទឹកនៅផ្ទះខ្លួនឯងក៏គាត់ឲ្យម៉ែរបស់គាត់ជួនទៅនឹងអង្គុយចាំដែរគឺគាត់ស្លុតខ្លាំងពេកខ្មោចរបស់ម៉ារីដូចជាមិនទៅណាទេនៅតែវល់តែម្ដុំភូមិនឹងលុះដល់ចំណេកាល2-3ឆ្នាំក្រោយមកទៀតក៏រៀងស្ងប់ស្ងាត់ទៅវិញមិនសូវមានឮអ្នកណានិយាយថាឃើញអីទៀតទេតែអ្នកឆ្លុះកង្កែបតែងតែឧស្សាហ៍ប្រាប់ថាប្រទេសឃើញភ្លើងក្រហមធ្លោហោះចេញចូលនៅទួលដែលគេកប់ម៉ារីនោះនៅពេលដែលយប់ស្ងាត់ម៉ោង 1 ម៉ោង 2គេដេកលក់អស់ម៉ារីប្រហែលជាមិនបានចាប់កំណត់ជាមនុស្សទេតែនាងប្រហែលជាខ្លាចជាពពួកអ្វីមួយដែលគ្មាននរណាម្នាក់អាចពន្យល់បានរឿងរ៉ាវរបស់យើងថ្ងៃនេះក៏បានឈានមកដល់ទីបញ្ចប់សម្រាប់រឿងបន្តបងប្អូនអាចផ្ញើមកតាមរយៈ Telegram ដដែលបើចូលចិត្តកុំភ្លេចជួយចុច Subscribe ដាក់រូបកណ្ដឹងម្នាក់មួយផងណាសូមជូនពរសុខភាពល្អសំណាងល្អជួបគ្នាជាថ្មីនៅរឿងបន្តពីខ្ញុំសំនៀងក្មេងវត្តសូមអរគុណនិងសូមជម្រាបលា